សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីអ្នកនរគ្នាអំពីការសិបលេងចឹងសិប file ឬក៏ folder នៅក្នុង Linux ចឹងយើងមកមើលដល់គ្នាខ្ញុំក៏ចាប់ផ្ដើមសិបtext of file 1.txt and file 2.txt ចឹងខ្ញុំមកមើលដល់គ្នាដំបូងអ្នកនរគ្នាគ្រាន់តែចុចG-save clear all file 1.txt និង file 2.txt ហើយវា អញ្ចឹងទៅហើយយើងចាប់ផ្ដើមសូវាចេញមក ls /l តារ៉ែហ្នឹងឯងចឹងយើងបានឃើញហើយថានៅក្រោយកន្ទុយរបស់វាគឺមាន G ហើយជាមួយនឹងអក្សរសិទ្ធអានេះបានន័យថាយើងសិបវាហើយអញ្ចឹងណាហើយទៅពេលយើងអានសិបវិញយើងគ្រាន់តែចុចgun សិប /air file 1.txt និង file 2.txt មកកន្លែងហ្នឹងដែរខ្ញុំចង់បញ្ជាក់អ្នកនរគ្នាបន្តិចខ្ញុំបានអានសិតfile 1ជាមួយនឹង file 2ហ្នឹងដែរអញ្ចឹងខ្ញុំអានហើយអ្នកនរគ្នាឃើញវាលេងលោពណ៌ក្រហមឯងតែបើខ្ញុំអត់ទាន់អានទេវានៅក្រហមអញ្ចឹងហើយខ្ញុំក៏បានតែបន្តគេឲ្យអ្នកនរគ្នាមើលជាក់ស្ដែងណាអំពី file 1.txt និង file 2.txt អញ្ចឹងអ្នកនរគ្នាអញ្ចឹងយើងធ្វើតាមហ្នឹងមកហើយអ្នកនរគ្នាបានឃើញហើយថាវាអានសិបហើយនៅចំណុចនេះដែរខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពីការសិបមួយទៀតតែយើងប្រើ V10 អីចឹងទៅចឹងយើងមកមើលទាំងអស់គ្នាដំបូងខ្ញុំគ្រាន់តែ list ចេញឲ្យអ្នកនរគ្នាមើលសិនទេហើយខ្ញុំក៏ចាប់ផ្ដើម save file ដដែលគឺ file 1.txt និង file 2.txt នឹងឯងចឹងយើងមកមើលទាំងអស់គ្នាថាយើងធ្វើមកហើយយើងដំបូងខ្ញុំគ្រាន់តែ list វាចេញហើយខ្ញុំចាប់ផ្ដើមវាយ D10 file 1.txt និង file 2.txtហើយយើងក៏ចាប់ផ្ដើមលេខវាចេញមកអ្នកនរគ្នាឃើញថាគឺវាអញ្ចឹង D2 ប៉ុន្មានអញ្ចឹងបើយើងចង់អានវាយើងក៏អាចអានបានដែរយើងគ្រាន់តែចុចDUN Z2 file 1.txt និងD set អីចឹងទៅហើយវាចេញមកគឺអានហើយអាហ្នឹងយើងចង់អានម្ដងមួយក៏បានយើងចង់អានម្ដងពីរក៏បានដែរវាអាស្រ័យទៅលើយើងអានអញ្ចឹងណាអរគ្នាអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមសិបវាសារជាថ្មីហើយខ្ញុំចាប់ផ្ដើមអានសិបវាម្ដងពីរអ្នកនរគ្នាមើលដូចគ្នាអញ្ចឹងយើងមកមើលជាក់ស្ដែងទៅហើយយើងបានសិបរួចរាល់ហើយអញ្ចឹងយើងក៏ចាប់ផ្ដើមមកអានសិបដែរតែយើងនេះយើងអានទាំងពីរអញ្ចឹងយើងវាយមក DUN Z2 file 1.txt BC2 ហើយជាមួយនឹង file 2.txt BC2 ដូចគ្នាយើងឃើញជាក់ស្ដែងហើយវាចេញពណ៌សហើយបានន័យថាវាអានសិបហើយអញ្ចឹងអ្នកនរគ្នាអញ្ចឹងវីដេអូខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរអរគុណច្រើនអ្នកនរគ្នា